Su sẽ em ôn ngày nay nhom dây rừng SBI Americ còn cho màu cầm chặt scam onlineនៅកម្ពុជាហើយសារនេះជាពិសេសខ្ញុំផ្ញើទៅអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជានិងប្រធាន SBI អាមេរិកបើព័ត៌មានដែលខ្ញុំនិយាយទៅហើយគោលដៅដែលខ្ញុំនិយាយទៅហើយបើគ្មានខ្ញុំទទួលខុសត្រូវចំពោះច្បាប់អាមេរិកនិងចំពោះអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាទី1អគារ Sky 3 OSI Sky 3 OSI អាហ្នឹងប៉ិនឃីវកុងសែកាន់ឲ្យជំទាវតូចហ៊ុនម៉ាណានិងឌីវិជានៅពីខាងក្រោយខ្នងហើយអគ្គរដ្ឋទូតបើការស៊ើបអង្កេតអគារហ្នឹងមួយអគារហ្នឹងអគារ Sky 3 OSI ទី2អគារក្បាលខ្នល់អគារក្បាលខ្នល់មុខថាបណាអគារហ្នឹងមុខថាបណាមិនក្រោមពី 20000 នេះឯងអគារហ្នឹងចុះទៅប្រហែលជា50ម៉ែត្រទេពីខាងឆ្វេងណៃចុះពីស្ពានទៅហើយហ្នឹងខ្ញុំប្រាប់ទៅព្រះរាជអគ្គព្រះរាជទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាហើយចុះទៅឆែកឆេរមើលហើយអគារពាក់រូបអគារពាក់មកុដដែលនៅជ្រោយចង្វាអគារពាក់មកុដហ្នឹងនៅជ្រោយចង្វាអគារហ្នឹងក៏អគារក៏ 12000 អ្នកដែរអគារហ្នឹងប្រហែលជា 10000 អ្នកកុំនិយាយឲ្យម្ល៉េះកុំនិយាយឲ្យរឿងមិនពិតខ្ញុំចូលចិត្តតែនិយាយរឿងពិតទេហើយអគារបឹងកក់អាហ្នឹងរីកវត្តហារីធានីភ្នំពេញឆ្លប់ចុះទៅក្រាមម្ដងហើយប៉ុន្តែបើកដកកម្លាំងវិញព្រោះអីអាហ្នឹងគឺជាអគាររបស់ហ៊ីងប៊ុនហៀងអាហ្នឹងបងប្អូនណាហើយបងប្អូនជួយស៊ីឲ្យបានទៅដល់អគ្គរដ្ឋទូតអាមេរិកផងហ្នឹងហើយបងប្អូនហ្នឹងហើយហើយពេជ្រលើមេឃនឹងទីក្រុងលើមេឃបងប្អូនអាហ្នឹងពីមុនឌួងតារាកាន់អុយលីសុងហើយលីសុងដឹងហើយឌួងតារាណាអ្នកនៅក្រោយខ្នងបងប្អូនដឹងហើយលីសុងឌួងតារាเราជាប់គុកអស់ហើយលីសុងវាទៅប្រទេសចិនវិញហើយប៉ុន្តែឥឡូវអ្នកនៅក្រោយខ្នងគឺប្រធានព្រឹទ្ធសភាហើយបើ SBI បើការស៊ើបអង្កេតឲ្យម៉ត់ចត់កុំមកធ្វើតាតំណាងឲ្យធ្វើដូចនាយករដ្ឋមន្ត្រីនិងប្រធានព្រឹទ្ធសភាហើយបងប្អូនមើលទៅមនុស្សមានសមត្ថភាពមិនមានសមត្ថភាពសូម្បីតែសមត្ថភាពប្រក្រាបស្កេមអនឡាញក៏គ្មានសមត្ថភាពប្រក្រាបស្កេមអនឡាញផងប្រទេសដែលគេដាក់ SBI អាមេរិកមកហើយគឺថ្នាក់ដឹកនាំនឹងអន់ហើយបងប្អូនអន់ហើយអត់មាននេះទេបងប្អូនអត់មានសមត្ថភាពបង្ក្រាបស្កេមអនឡាញហ្នឹងហើយទម្រាំឲ្យហើយបើនៅតាមខេត្តអានេះខ្ញុំនិយាយនឹងខេត្តតាកែវនៅភូមិលំពងស្រុកលំពងភូមិតយឹងឃុំលំពងស្រុកបាទីខេត្តតាកែវអាហ្នឹងមិនក្រោមពី8អគារទេហើយអគារហ្នឹងគឺហ៊ីងប៊ុនហៀងនៅពីក្រោយខ្នងអគារហ្នឹងហ៊ីងប៊ុនហៀងនៅពីក្រោយខ្នងហើយពាក់ព័ន្ធជាមួយអភិបាលខេត្តតាកែវទៀតហើយ SBI អាមេរិកខ្ញុំបើតែខ្ញុំនិយាយខុសខ្ញុំទទួលខុសត្រូវចំពោះមុខច្បាប់អាមេរិកបើខ្ញុំនិយាយខុសហើយអគារនៅខេត្តបន្ទាយមានជ័យអគារអូនៀងអគារក្រោនអានៅខេត្តបន្ទាយមានជ័យនៅប៉ោយប៉ែតនៅទីក្រុងប៉ោយប៉ែតអាហ្នឹងបានខេមប៊ុនថនកាន់ឲ្យប្រធានព្រឹទ្ធសភាបងប្អូនស្គាល់ហើយបានខេមប៊ុនថនហ្នឹងអ្នកណានោះបងប្អូនដឹងច្បាស់ហើយប្រធានព្រឹទ្ធសភានៅក្រោយខ្នងហើយបើការស៊ើបអង្កេតហើយអាហ្នឹងខ្ញុំនិយាយតែត្រឹមហ្នឹងឯងខ្ញុំអត់ទាន់និយាយតាមខេត្តទៀតទេបងប្អូនកោះកុងនៅលើកោះស្ដាច់ហ្នឹងហ្មងនៅស្រុកបទុមសាគរហ្នឹងហ្មងមិនក្រោមពី50អគារខេត្តកោះកុងអាហ្នឹងកុកអាននិងលីចុងផាត់គាត់នៅពីក្រោយខ្នងហើយអគារនៅខេត្តបរសេនុអគារនៅលើភ្នំស្វាអគារទៅដល់មិនក្រោមពី20000ទេអាហ្នឹងគឺលីចុងផាត់គាត់នៅពីក្រោយខ្នងហើយស្ថានីយ៍ទូទស្សន៍ PNN ហើយនឹងអគារនៅគីនស្តាតថ្មីពីអគារធំហ្នឹងមិនក្រោមពីម្ដុំហ្នឹងមិនក្រោមពី
30,000នេះទាំងស្ថានីយ៍ទាំង Golden City ហ្នឹងហើយបើការស៊ើបអង្កេតបើខ្ញុំនិយាយមិនពិតខ្ញុំទទួលខុសត្រូវចំពោះមុខច្បាប់អាមេរិកអានេះខ្ញុំសារនេះខ្ញុំប្រាប់ទៅអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាហើយនឹងប្រធាន SBI អាមេរិកហើយបើកាស៊ីណូនៅខេត្តកពតដែលកន្លែងជួញដូរមនុស្សដល់ធំនៅលើនៅក្នុងប្រទេសកម្ពុជាហ្មងគឺនៅលើភ្នំបូកគោនិងសុកគង់គេនៅក្រោយខ្នងសុកគង់ហើយនឹងអភិបាលខេត្តអរគុណបងប្អូន